ជីវិតវារករ៉ាវេទនារហូតដល់ទីបញ្ចប់ហ្មងណារដូវកាលវ៉ាកងតូចហើយតំណាប់ហ្វ្រេនមកពីខាងអ៊ីស្តង់ប៊ូលគេចង់មកប៊ូសាហាញ់មកចាំអញទៅយកមានអីណោះពេលយប់និយាយម៉ោងគ្នាត្រូវណាឯងមកដល់ប៊ូសាម៉ោង8ម៉ោង9ព្រឹកហើយម៉ោងស្មើនឹងម៉ោងពុងពេញកេងហ្មងណាភ្លេចទៅយកគាត់មិនភ្លេចទេលក្ខណៈថាយើងភ្លេចថាប៊ូសានៅអ៊ីស្តង់ប៊ូលនៅជិតគ្នាពេកយើងភ្លេចខ្លួនម៉ោងកន្លះគេមកដល់ប៊ូសាបាត់ហើយគេឡើងមកដល់ប៊ូសាពួកខ្ញុំជាម្ចាស់ផ្ទះនេះកំពុងតែយាងដំណើរទៅហើយទៅមិនទាន់គេមកដល់ប៊ូសាហ្នឹងហើយឲ្យគ្នានឹងជិះឡានមកម្នាក់ឯងជិះឡានម្នាក់ឯងមកជុំនឹងងុំប្រាប់ចំណតឡានឲ្យគ្នាចោះខុសទីលំខុសពី3ចំណតហើយម្ចាស់ផ្ទះប៊ូសានេះហាញ់ជួលតាមកហើយហាញ់ជិះឡានមកខ្លួនឯងមកចាំអញទៅយកនៅកន្លែងចំណតឡានឲ្យលេខទូរស័ព្ទគ្នាខុសទីគ្នាទេមកនឹងត្រឡប់ត្រឡិនទៅចូលទៅលេខណាផ្សេងទៅវិញអត់ទៅយកគ្នានៅចំណតឡានធំនៅប៊ូសាហើយមកជុំឲ្យគ្នាមកជិះឡានខុសកន្លែងទៀតដើរតំណតំណែងខុសពី3ចំណតអូនិយាយថា sorry not sorry ណាឥឡូវកុំឲ្យគ្នាខឹងលួងគ្នាធ្វើបាយធ្វើម្ហូបទទួលគ្នាអីអញ្ចឹងណាដាំបាយនឹង2 3ឆ្នាំនេះធ្វើម្ហូបលួងគេហ្នឹងកុំឲ្យអ្នកអ៊ីស្តានប៊ូលគាត់ថាអ្នកប៊ូសានឹងទទួលភ្ញៀវអត់ល្អអីអញ្ចឹងណាហើយគាត់ទៅមើលមុខម្ហូបគេទៅដឹងហើយនេះឥឡូវកំពុងតែរៀបចំគ្រឿងក្រៅសាច់មាន់បន្លែប្លុកអីដើម្បីត្រៀមទៅខាងក្រោមមុននឹងទៅក្រោមហ្នឹងពួកខ្ញុំលួចដាំបាយនៅបន្ទប់2ឆ្នាំសិនឆ្នាំបាយពួកខ្ញុំតូចមែនទេហើយញ៉ាំតែសម្រាប់ម្នាក់2នាក់អីអញ្ចឹងណាហើយទៅពេលមកគ្នាច្រើននិយាយរួមទៅភ្ញៀវមានតែម្នាក់ទេមកប៉ុន្តែសមាជិកក្នុងប៊ូសាមាន3 4នាក់អីអញ្ចឹងណាហើយនឹងយើងធ្វើម្ហូបឲ្យមិត្តភក្តិរួមបន្ទប់មួយគ្នាយើងហូបញ៉ាំជុំគ្នាអីចឹងទៅពេលទៅត្រូវការបាយច្រើនត្រូវការដាំឆ្នាំងច្រើនអីចឹងណាហើយខ្ញុំចោះទៅសុំសារគ្រូដើម្បីចូលផ្ទះបាយមុនគេហើយដើម្បីមករៀបចំផ្ទះបាយអីចឹងណាហើយមិត្តភក្តិដទៃទៀតគាត់ទៅយកគ្រឿងពីលើមកកំពុងតែយាងមកម្ដងអ្នកខ្ញុំកំពុងតែចាំគេឥឡូវគេមកដល់ហើយនេះទាំងភ្ញៀវទាំងអីទាំងមិត្តភក្តិនៅប៊ូសាស្រាប់ហ្នឹងនឹងគ្នាធ្វើម្ហូបជុំគ្នាខ្ញុំចំណាំមកឲ្យតែមកធ្វើម្ហូបនៅផ្ទះបាយនឹងតែភ្លេចយកអីមួយពីរហ្នឹងហ្មងហើយខ្ញុំនឹងឯងនេះជាជំនួយការទៅយកអីវ៉ាន់នៅក្នុងបន្ទប់មកវិញម្ដងទៀតហើយភ្លេចអីនេះភ្លេចខ្ទឹមនៅទូរគីយកទៅចង់ភ្លេចខ្ទឹមអស់ហើយនេះភ្លេចខ្ទឹមហើយហ្នឹងស្លឹកក្រូចសើចតែយើងអត់ប៉ិនធ្វើម្ហូបដូចគេប្រើទៅនេះប្រើទៅនោះអីចឹងណាខ្វះនេះគេប្រើយើងនឹងវិលក្បងអីចឹងទៅមុខម្ហូបដែលទទួលភ្ញៀវមកពីអ៊ីស្តានប៊ូលថ្ងៃហ្នឹងមានតាំងពីម្ជូរគ្រឿងហើយហ្នឹងមាន់អប់គ្រឿងសាច់មាន់អីចឹងណាអូខ្ញុំភ្លេចបាត់ហើយដោយសារតែពួកខ្ញុំបកកើតប៉ិនធ្វើម្ហូបពេលទៅខ្ជិលធ្វើម្ហូបដល់គ្រឿងខ្លួនឯងយើងទិញបែបជាកញ្ចប់ចឹងហ្មងហើយដល់ម៉ោងយើងញ៉ាំគឺយើងដាក់គ្រឿងអីហើយមួយសេតហើយយើងធ្វើម្ហូបយកគ្នាហ្មងចឹងគ្រឿងម្ហូបជាសេតជាកញ្ចប់ចឹងហើយបើមានលក់នៅទូរគីពួកខ្ញុំទិញមកពីអស់ពីម៉ាតហ្មងនៅទូរគីហ្នឹងមានលុយសាច់មាន់ហ្នឹងគឺពួកខ្ញុំចង់អប់មាន់កកាអីចឹងណាប៉ុន្តែយើងអត់មានគ្រឿងអីគ្រប់គ្រាន់យើងមានមួយសេតគ្រឿងកញ្ចប់គ្រឿងប្រឡាក់ទឹកឃ្មុំយើងហ្នឹងហើយយើងប្រឡាក់មួយគ្នាទៅហើយយើងក៏ប៉ុន្តែកន្លែងនេះយើងត្រូវដាក់ប្រេងមុនអូគេចេះដែរតាគេដាក់ប្រេងមុនហើយគេដាក់ស្លឹកក្រូចស្លឹកគល់ក្រៃអីចឹងទៅតែមានអីដាក់អីទេយើងញ៉ាំគ្នាឯងតែឆ្អិនញ៉ាំបានទាំងអស់ក្នុងពួកខ្ញុំស្អីក៏ញ៉ាំបានគ្រឿងប្រឡាក់ទឹកឃ្មុំហ្នឹងនិយាយថាឈ្ងុយម៉ែឈ្ងុយខ្លាំងមែនទែនណាឡងពេញផ្ទះបាយហ្មងណាឥឡូវតែបញ្ចូលសំឡេងមើលវីដេអូក៏ដែរហើយឃ្លានមកដែរធំនិយាយរួមទៅសម័យក្លិនគ្រឿងប្រឡាក់ទឹកឃ្មុំហ្នឹងហ្មងហើយឥឡូវដល់វគ្គឆាតាំងកពិតហ្នឹងពួកខ្ញុំចង់ធ្វើម្ជូរគ្រឿងទេប៉ុន្តែពួកខ្ញុំនៅទូរគីអត់មានបន្លែគ្រប់គ្រាន់ទេមានតកូនមកពីណាតែពេលទៅយកអាគ្រឿងម្ជូរគ្រឿងហ្នឹងយើងយកមកបែបជាឆាគ្រឿងបែបឆាក្តៅហិលវិញអីអញ្ចឹងណាជាមួយនឹងសាច់មាន់ហើយនឹងផ្សិតមានន័យដូរពីម្ជូរគ្រឿងមកពីឆាគ្រឿងឆាក្តៅនេះវិញខ្ញុំអត់នឹកឃើញទេមិត្តភក្តិខ្ញុំតែនឹកឃើញហ្នឹងខ្ញុំនៅសម័យហ្នឹងបើអត់មានតកូនអត់មានតម្លៃអីយើងដាក់ពីប៉ោះយើងដាក់បន្លែស្អីនៅទូរគីយើងដាក់មកទាំងអស់មកអញ្ចឹងណានិយាយរួមទៅឃ្លានម្ជូរគ្រឿងហ្មងបើថាខ្ជិលខ្លាចវីដេអូរសជាតិក៏នាំគ្នាយកមកឆាគ្រឿងវិញហ្មងទៅប៉ុន្តែឆ្ងាញ់បែបម្យ៉ាងម្នាក់ដែរតាហើយទាំងស្រាប់ហើយគ្រឿងខ្មែរយើងដិតណាអត់ភ្លេចទេរឿងកូសក្រេនិងស្លឹកក្រូចសើចហ្នឹងធំឈ្ងុយពេញហ្នឹងហ្មងណាហើយឥឡូវដល់វគ្គយើងញ៉ាំហើយបាយហ្នឹងពេញឆ្នាំងហ្មងណាដាំបាយ2ឆ្នាំមួយឆ្នាំយើងញ៉ាំគ្នាយើងហើយមួយឆ្នាំទៀតយើងទុកឲ្យនឹងមិត្តភក្តិជាឥណ្ឌូនេស៊ីម៉ាឡេអីនៅក្នុងបន្ទប់អីចឹងណាហើយសំខាន់នេះមុខម្ហូបឆ្ងាញ់កន្លប់ចានប៉ុណ្ណឹងហើយនៅមានទឹកភេសជ្ជៈទៀតទឹកតែក្រហមជាមួយនឹងដោះគោអូជាតិសាហាវហ្មងណាសម្រាប់បងប្អូនដែលនៅទូរគីស្រាប់ហើយមើលវីដេអូខ្ញុំដឹងថាមកប៊ូសាមកទោះបីជាវារ៉ាអីបន្តិចមែនក៏តែមុខម្ហូបម្ចាស់ផ្ទះដែលទទួលភ្ញៀវមកពីគ្រប់បណ្ដាខេត្តទាំងអស់នៅទូរគីគឺមុខម្ហូបអត់ឲ្យចាញ់គេទេឆ្ងាញ់សាហាវឆ្ងាញ់កន្លប់តុកហ្មងណាភ្ញៀវដែលមកលេងប៊ូសាគឺចំណេញទ្វេជា2ជា3មកប៊ូសាគេមានភ្នំតកអូលូដាអីចឹងណាលេងព្រិលអីចឹងទៅហើយមុខម្ហូបដែលម្ចាស់ផ្ទះទទួលហ្នឹងមើលទៅនេះនិយាយថាមិនងាយទេណាខេត្តផ្សេងអត់មានទេមកតនៅពេលវ៉ាកងហើយសំខាន់នៅដុំពួកខ្ញុំនេះគេមានផ្ទះបាយធ្វើម្ហូបទៀតដូចដុំអ្នកមកខេត្តផ្សេងទៀតដូចនៅអ៊ីស្តានប៊ូចឹងអត់មានផ្ទះបាយឲ្យធ្វើ